ពេលខែក្តៅអញ្ចឹងមមីអាចសាកមកធ្វើទឹកសេរីជាមួយប៉មឲ្យអូនញ៉ាំបាននិយាយរួមពេលគាត់ញ៉ាំទៅវាស្រួលខ្លួនអញ្ចឹងណាហើយណាមួយវាកាត់បន្ថយក្អកពីបើសិនជាកូនយើងមានក្អកមានអីហើយសម្រាប់ខ្ញុំធ្វើនេះគឺប៉មមួយផ្លែសេរីមួយផ្លែបើសិនជាយើងមានពត្រាក្រហមក៏យើងដាក់បានទៀតដែរក៏ប៉ុន្តែខ្ញុំអស់ចឹងខ្ញុំដាក់តែ2មុខទេហើយសម្រាប់ទឹកវិញគឺខ្ញុំដាក់1លីត្រហើយខ្ញុំរំងាស់តែកន្លះម៉ោងទេហើយយើងប្រើភ្លើងមកល្មមអញ្ចឹងណាយើងកុំប្រើភ្លើងខ្លាំងពេកពេលរំងាស់រួចហើយគឺខ្ញុំទុកឲ្យត្រជាក់បាទខ្ញុំចាក់ដាក់ដបហើយឲ្យអូនបឺតញ៉ាំអញ្ចឹងណាពេលអូនស៊ីងគេបឺតដំបងទឹកមុខគេដូចអត់សូវស្រួលទេប៉ុន្តែគេបឺតថែមម្ដងទៀតគឺគេមានអារម្មណ៍ថារៀងឆ្ងាញ់អញ្ចឹងណាហើយខ្ញុំបញ្ជាក់ទឹកសេរីជាមួយប៉មរបស់អូនគឺខ្ញុំអត់ប្រើស្ករអត់ប្រើអំបិលអីទេគឺខ្ញុំយករសជាតិចេញពីផ្លែឈើហ្នឹងហ្មងអញ្ចឹងណាហើយសម្រាប់អូនស៊ីងគឺគាត់ចូលចិត្តរសជាតិបែបហ្នឹងគឺវាជូរអែមវាមិនជូរខ្លាំងហើយក៏វាមិនផ្អែមខ្លាំងដែរគេនិយាយរួមគេញ៉ាំបដាគេលេងបដាហើយជាមទៅដើមបឺតដែរអញ្ចឹងវីដេអូយើងក៏មាន